ថ្ងៃនេះដែរទៅប្រមូលស្រូវមីងពួកអីគាត់ហៅទៅប្រមូលគ្នាខ្ញុំបាន4នាក់តាមពិតទៅគាត់ច្រូតមិនទាន់ហើយទេអញ្ចឹងគាត់ហៅខ្ញុំប្រមូល4នាក់ហ្នឹងប្រមូលហើយអ្នកច្រូតក៏ច្រូតទៅពួកអីខ្លាចភ្លៀងបន្ទាប់មកក៏សម្រាកទៅផឹកទឹកផ្អែមខ្លះទៅបងប្អូនដើម្បីបើកម្លាំងយើងបន្ទាប់ពីសម្រាកហើយយើងក៏ចុះទៀតបងប្អូនចុះប្រមូលទៀតម្នាក់មួយក្តាប់ពីរក្តាប់ទៅដើម្បីឲ្យឆាប់ហើយបន្ទាប់មកយើងលើសម្រាកទៀតហើយខ្ញុំក៏បានហូបម្ជូរឆ្ងាញ់ខ្ញុំបងប្អូនដើម្បីយើងក្តៅអញ្ចឹងវាចូលចិត្តអញ្ចឹងបុកល្ហុងម្សាឲ្យបងប្អូនហើយឡើងមកទៀតហូបម្ជូរក្រូចឆ្មានោះគឺថាខ្ញុំចាញ់កូនមែនតែប៉ុន្តែដោយសារតែឃ្លានទេបងប្អូនអើយឃ្លានមែនតើយើងនៅហាលថ្ងៃហាលក្តៅអញ្ចឹងឃ្លានតែម្ជូរហ្មងហើយគ្នាខ្ញុំម្នាក់គាត់តនេបងប្អូនគាត់ឆ្លៀតពេលទៅដាក់ដួយណាហើយប្រមូលស្រូវមិនទាន់ហើយផងគាត់ឆ្លៀតពេលទៅដាក់ត្រីចង្វាគាត់ថាឆ្ងាញ់ហើយត្រីចង្វាយើងធ្វើភ្លាបន្ទាប់មកយើងទៅទៀតបងប្អូនទៅប្រមូលទៀតប្រមូលបានមកសន្ទុះក្រោយមកយើងក៏បានហើយអញ្ចឹងណាយើងក៏បានសម្រាប់ទៅ